Namaste ខ្ញុំឈ្មោះវិជ្ជបណ្ឌិតប្រសានមេស្រាមហើយខ្ញុំជាអ្នកជំនាញផ្នែកស្មារតីមន្ទីរពេទ្យ Apollo សាខា Jubilee ក្នុងទីក្រុង Hyderabad តើអ្នកត្រូវបានណែនាំឲ្យធ្វើការវះកាត់បដូរស្មាហើយកំពុងសង្ស័យថាវាជាអ្វីដែរបើអញ្ចឹងវីដេអូនេះសម្រាប់អ្នកការវះកាត់បដូរស្មាគ្រាន់តែជាការបដូរចំណុចស្មាដែលមានដែកនិងផ្លាស្ទិកប៉ុណ្ណោះមិនថាអ្នកសមស្របសម្រាប់ការវះកាត់ស្មាអត់ទេប្រសិនបើអ្នកកំពុងទទួលរងការរលាកស្មាដ៏ធ្ងន់ធ្ងរដែលមានន័យថាខ្សែសរសៃកាតេឡាជានៃស្មារបស់អ្នកត្រូវបានខូចខាតអ្នកបានទទួលរងការឈឺចាប់អស់រយៈពេលយូរមកហើយបន្ទាប់មកប្រសិនបើមាននរណាម្នាក់ដែលមានឆ្អឹងស្មាបាក់បែកយ៉ាងធ្ងន់ធ្ងរហើយមិនអាចជួសជុលបានទេជាពិសេសសម្រាប់មនុស្សវ័យចាស់ពួកគេគឺជាបុគ្គលសមស្របសម្រាប់ការវះកាត់បដូរស្មាបើមាននរណាម្នាក់កំពុងរងទុក្ខពីជំងឺរលាកសន្លាក់រ៉ូម៉ាតុយឬបើមាននរណាម្នាក់ដែលធ្លាប់មានបញ្ហាស្មាធ្លាក់ច្រើនដងហើយឥឡូវនេះវាប្រែក្លាយទៅជាជំងឺរលាកសន្លាក់ស្មានោះពួកគេក៏ជាបុគ្គលសមស្របសម្រាប់ការវះកាត់បដូរស្មាដែរមូលហេតុសំខាន់មួយទៀតសម្រាប់ការវះកាត់បដូរស្មាគឺរបួសសាច់ដុំ rotator cuff ដែលមានរយៈពេលយូរមកហើយនេះគឺជារបួសសាច់ដុំនិងសរសៃពួរដែលភាគច្រើនកើតឡើងដោយសារការធ្លាក់ឬគ្រោះថ្នាក់ណាមួយប៉ុន្តែមិនត្រូវបានវិតម្លៃឲ្យបានទាន់ពេលឬមានការពន្យាពេលក្នុងការព្យាបាលដែលបណ្ដាលឲ្យកើតជំងឺរលាកសន្លាក់ដល់កម្រិតធ្ងន់ធ្ងរដូច្នេះតើការវះកាត់បដូរស្មានេះជាអ្វីជាក់ស្ដែងវាមានន័យថាឆ្អឹងនិងក្រពេញសន្លាក់ស្មាដែលខូចត្រូវបានកាត់ចេញហើយយើងបដូរជាមួយលោហៈនិងផ្លាស្ទិករូបផ្ទៃលោហៈនិងផ្លាស្ទិកទាំងនេះរលោងហើយវាសមស្របគ្នាមានន័យថាវាភ្ជាប់គ្នាបានល្អណាស់ដូច្នេះចលនាសន្លាក់ស្មានឹងមិនឈឺទៀតទេហើយវាត្រូវបានគ្រប់គ្រងដោយកម្លាំងសាច់ដុំដូច្នេះអ្នកអាចផ្លាស់ទីសន្លាក់ស្មារបស់អ្នកបានហើយអាចធ្វើសកម្មភាពប្រចាំថ្ងៃភាគច្រើនរបស់អ្នកបានដូច្នេះតើអ្នកធ្វើប្រតិបត្តិការទាំងនេះដោយរបៀបណាការវះកាត់ទាំងនេះคล้ายជាការវះកាត់ធម្មតាដែលត្រូវបានធ្វើជាប្រចាំសម្រាប់អ្នកជំងឺរាប់លានអ្នកទូទាំងពិភពលោកហើយក៏កំពុងកើតមានប្រជាប្រិយភាពខ្លាំងនៅឥណ្ឌាផងដែរជាធម្មតាអ្នកជំងឺរបស់ខ្ញុំត្រូវចូលពេទ្យនៅថ្ងៃវះកាត់ផ្ទាល់ពួកគេនឹងទទួលបាន anesthesia ទូទៅដែលមានន័យថាអ្នកនឹងដេកលក់ហើយពេលអ្នកភ្ញាក់ឡើងការវះកាត់បានបញ្ចប់រួចហើយរយៈពេលវះកាត់ជាធម្មតាប្រហែល1ម៉ោងដល់2ម៉ោងហើយការវះកាត់នេះក៏អាចធ្វើក្រោម anesthesia តំបន់ផងដែរមានន័យថាជាមួយនឹង anesthesia ទូទៅយើងនឹងចាក់ថ្នាំជុំវិញស្មាដើម្បីឲ្យស្មាអស់អារម្មណ៍រយៈពេល24ម៉ោងមានន័យថាក្នុងរយៈពេល24ម៉ោងដំបូងដែលយើងរំពឹងថានឹងឈឺខ្លាំងបំផុតការចាក់ភ្លុកស្មាឬ nerve block នេះនឹងបំបត្តិការឈឺទាំងអស់មានន័យថាការវះកាត់របស់អ្នកនឹងត្រូវធ្វើដោយគ្មានការឈឺចាប់ច្រើនយ៉ាងពិសេសក្នុងរយៈពេល24ម៉ោងដំបូងដូច្នេះក្នុងរយៈពេល3ម៉ោងដំបូងនេះខណៈពេលកំពុងវះកាត់មានក្រុមគ្រូពេទ្យគិលានុបដ្ឋាយិកានិងបុគ្គលិកបន្ទប់វះកាត់ទាំងមូលកំពុងថែទាំអ្នកនៅមន្ទីរពេទ្យ Apollo Jubilee Hills យើងក៏ប្រើប្រាស់បច្ចេកវិទ្យាជំនួយកុំព្យូទ័រផងដែរមានន័យថាយើងរៀបចំផែនការវះកាត់ទាំងអស់របស់អ្នកលើកុំព្យូទ័រហើយបន្តធ្វើតាមផែនការនោះពេលវះកាត់ផ្ទាល់បច្ចេកវិទ្យានេះជួយឲ្យយើងអាចវះកាត់បានយ៉ាងត្រឹមត្រូវខ្លាំងណាស់បើអ្នកត្រូវការជំនួយនិងការណែនាំពីយើងដើម្បីទទួលបានការវះកាត់បដូរស្មាដែលល្អបំផុតសូមទំនាក់ទំនងមកយើងស្ថិតនៅមន្ទីរពេទ្យ Apollo Jubilee Hills ដើម្បីធានាថាអ្នកទទួលបានសេវាសុខាភិបាលល្អបំផុតដែលអ្នកត្រូវការសូមអរគុណច្រើន